លោកងួនសុបិនបានចេញមុខសុំទោសជាសាធារណៈហើយដើមហេតុនៃការរិះគន់ការបញ្ចេញមតិរឿងជីវិតប្តីប្រពន្ធរឿងរ៉ាវបានផ្ទុះឡើងបន្ទាប់ពីការកាត់វីដេអូខ្លីមួយចេញពីកម្មវិធីដែលនិយាយអំពីប្រធានបទជីវិតអាពាហ៍ពិពាហ៍នៅក្នុងកម្មវិធីវីដេអូនោះលោកងួនសុបិនបានលើកឡើងជាមតិផ្ទាល់ខ្លួនដែលមានខ្លឹមសារដូចតទៅបើសិនជាប្រពន្ធធ្វើឲ្យប្តីគ្រប់គ្រាន់ប្តីនឹងមិនអាចទៅមានអ្នកផ្សេងបានទៀតទេមនុស្សប្រុសទោះបីជាប្រពន្ធស្អាតយ៉ាងណាក៏ដោយក៏នៅតែមាននាយមានអាយដែរប៉ុន្តែបើសិនជាក្តីសុខនៅក្នុងគ្រួសារអត់បំពេញឲ្យគាត់បានគាត់គួរតែមានអ្នកផ្សេងឬអត់លោកបានបញ្យល់បន្ថែមទៀតថាពាក្យថាគ្រប់គ្រាន់គឺរួមបញ្ចូលទាំងផ្លូវកាយនិងផ្លូវចិត្តហើយនិងផ្លូវអារម្មណ៍រលកនៃការរិះគន់ពីមហាជននិងអ្នកសិល្បៈក៏ផ្ទុះឡើងប្រតិកម្មភ្លាមហើយភ្លាមនោះសម្ដីរបស់លោកបានបង្កើតឲ្យមានការមិនពេញចិត្តនិងផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនលើបណ្ដាញសង្គមការរក្សាភាពស្ងប់ស្ងាត់និងការផុសសារបង្កប់ន័យនៅក្នុងដំណាក់កាលដំបូងនៃការរិះគន់លោកងួនសុបិនបានរក្សាភាពស្ងប់ស្ងាត់មួយរយៈប៉ុន្តែក្រោយមកលោកបានបង្ហោះសារមួយឃ្លាដែលបង្កប់ន័យនៅក្នុងនោះថាលោកលិចអំបែងអណ្ដែតដែលធ្វើឲ្យមហាជនកាន់តែយល់ថាលោកមិនទទួលស្គាល់កំហុសនិងចង់វាយបកទៅលើអ្នករិះគន់វិញស្ថានភាពនេះបានធ្វើឲ្យរឿងរ៉ាវកាន់តែក្តៅគគុករហូតដល់ការចូលរួមអន្តរាគមន៍ណែនាំខ្លះៗពីស្ថាប័នពាក់ព័ន្ធការចេញវីដេអូសារសំទោសជាសាធារណៈបញ្ចប់ទំនាស់ក្រោយពីរងសម្ពាធការវែកញែកអស់រយៈពេលប៉ុន្មានថ្ងៃលោកងួនសុបិនបានសម្រេចចិត្តចេញមុខទទួលស្គាល់កំហុសលោកបានបង្ហោះសារនិងវីដេអូសំទោសជាសាធារណៈដោយបញ្ជាក់ថាខ្ញុំខុសខ្ញុំមិនខ្លាចនឹងសំទោសទេខ្ញុំសំទោសបានបងប្អូនបើខ្ញុំនិយាយលើសលួសលោកបានសុំអធិស្ឋានពីមហាជននិងសន្យាថានឹងមិនឲ្យមានការប្រើប្រាស់ពាក្យសម្ដីលើសលួសប៉ះពាល់ដល់តម្លៃស្ត្រីបែបនេះទៀតឡើយការចេញមុខសុំទោសដោយតន់អិរិយាបថបានធ្វើឲ្យមហាជននិងអ្នកគាំទ្រចាប់ផ្ដើមស្ងប់ចិត្តព្រមទទួលយកការសុំទោសដើម្បីបញ្ចប់រឿងរ៉ាវដ៏ចម្រូងចម្រាសមួយនេះតិមហាជនគេយល់ថាការនិយាយបែបនេះហាក់បីដូចជាដាក់បន្ទុកទៅលើហោះទៅលើមនុស្សស្រីតែម្ខាងហើយជនបានចោទសួរហេតុអ្វីក៏ដែលមនុស្សប្រុសទៅរកស្រីខាងក្រៅបែរជាคล้ายទៅជាកំហុសរបស់ប្រពន្ធទៅវិញប្រតិកម្មពីអ្នកសិល្បៈតារាល្បីៗជាច្រើនដូចជាអ្នកនាងស្រីអ៊ីតលោកសេងមង្គលជំទាវលីឈីនិង DJ ណាណាបានចេញមុខបង្ហោះសារតបតចំគេបានលើកឡើងពាក្យថាគ្រប់គ្រាន់គ្មានទេសម្រាប់មនុស្សប្រុសដែលមិនចេះឆ្អែតឆ្អន់ហើយការលួចលាក់មានក្រៅគឺមកពីចរិតបុគ្គលមិនមែនមកពីប្រពន្ធឡើយខ្ញុំបាទមុនសុបិនក៏សូមជំរាបសួរបងប្អូនទាំងអស់ពីចម្ងាយបាទប្រហែលថ្ងៃនេះឃើញថាមានការបែកញែកច្រើនមែនទែនជាមួយនឹងវីដេអូខ្លីរបស់ខ្ញុំបាទដែលធ្វើការបកស្រាយអញ្ចឹងថ្ងៃនេះក៏សូមអធិស្ឋានក៏ដូចជាសូមទោសសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមបើសិនជាខ្ញុំបាទមាននិយាយអ្វីខុសទាស់លើសលួសទៅលើបងដែលជាស្ត្រីនៅក្នុងវីដេអូឃ្លីបខ្លីមួយហ្នឹងខ្ញុំសូមទោសហើយសូមទោសមែនទែនហើយខ្ញុំសន្យាថានឹងមិនមានការលើសលួសលើក្រោយទៅកាន់បងប្អូនទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាបងប្អូននឹងអធិស្ឋានដល់រូបខ្ញុំបាទផង